ប្រសិនបើអ្នកមើលទៅគ្មានជើងវៃវាគឺជាការបង្ហាញឲ្យយើងឃើញពីភាពរឹងមាំនៃផ្លូវចិត្តដែលជាសញ្ញាបង្ហាញថាអ្នកមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយសម្ពាធផ្លូវចិត្តនៃជីវិតដោយភាពបត់បែននិងអត់ទន់ជាទីបំផុតខណៈដែលមនុស្សជាច្រើនបង្ហាញឲ្យឃើញពីអារម្មណ៍នៃភាពតឹងតែងនិងស្នាមជ្រួញនៃទុក្ខព្រួយនៅលើចិញ្ចើមរបស់ពួកគាត់ប៉ុន្តែសម្រាប់អ្នកផ្ទុយពីពួកគាត់គឺដោយសារអ្នកមានសមត្ថភាពក្នុងការបែងចែកទុក្ខព្រួយឬក្តីបារម្ភដែលបានកើតឡើងដែលឡាយពីគ្នាមានន័យថាគ្រប់បញ្ហាទាំងអស់ដែលបានកើតឡើងអ្នកជឿថានឹងមានផ្លូវដោះស្រាយហើយវាមិនមែនជាឧបសគ្គសម្រាប់អ្នកឡើយទោះបីពេលខ្លះវាទាមទារពេលវេលារៀងយូរបន្តិចក៏ដោយជាជាងការទុកឲ្យវាវិវត្តទៅជាភាពជឿជាក់ឬក៏ជាការគំគួននៅក្នុងចិត្តរហូតដល់មានបញ្ហាមកលើខ្លួនឯងនៅពេលក្រោយអាចជាការគេមិនលក់ឬសម្ពាធអារម្មណ៍រហូតដល់មានបញ្ហាផ្លូវចិត្តក៏ថាបានដែរគ្រប់គ្នាតែងតែហៅវាថាជា depression នេះមិនមានន័យថាជីវិតរបស់អ្នកមិនដែលជួបការលំបាកនោះទេប៉ុន្តែវាបង្ហាញថាអ្នកបានជ្រើសរើសជួបភាពស្ងប់ក្នុងចិត្តជាងការរវល់ជាមួយនឹងរឿងដែលអត់ប្រយោជន៍ហើយជ្រើសរើសយកការលូតលាស់ឬចម្រើនជាងការផ្ទុកនៅបន្តអតីតកាលដែលដកមករួចដូចជាមុនឡាតាមរយៈការបដិសេធមិនព្រមផ្ទុកនៅទម្ងន់នៃអារម្មណ៍វិជ្ជមាននិងការហាត់រៀននៅការលះបង់រឿងអវិជ្ជមានមានន័យថាអ្នកបានកាត់ពីខ្លួនពីឥទ្ធិពលនៃភាពចាស់មរយុហើយដែលវាធ្វើឲ្យប្រតិមុខរបស់អ្នកនៅតែស្រស់ថ្លាបង្ហាញពីស្មារតីដែលស្រស់ស្រទន់មានការចង់ដឹងចង់ឃើញនិងគ្មានបន្ទុកនៅក្នុងចិត្តជាដើមជាចុងក្រោយការមើលទៅគ្មានជើងវៃវាគឺជាសកម្មភាពនៃសុខភាពផ្លូវចិត្តដ៏ល្អដែលបង្ហាញថាទោះបីជាជីវិតរបស់អ្នកមានបញ្ហាអ្វីក៏ដោយវានឹងបង្រៀនដល់អ្នកក៏ជាការជ្រើសរើសយកគ្រឿងទាំងនោះទុកជាបទពិសោធន៍និងជាមេរៀនហើយលះបង់ចោលនៅរាល់សម្ពាធទាំងឡាយដែលធ្វើឲ្យអ្នកមានបញ្ហានៅពេលខាងមុខ